ដើម្បីដាំដុះផ្សិតផ្លូវមាន់វាមានដំណើរការដូចជាការរៀបចំល្បាយបណ្ដុះការដាក់មេផ្សិតនិងការបណ្ដុះការគ្រប់គ្រងដំណោះនិងការប្រមូលផលសូមមើលប្រតិបត្តិការដាំដុះនីមួយដំបូងរៀបចំល្បាយបណ្ដុះដែលមានមុខងារដូចជាដីសម្រាប់ផ្សិតលាយអាចមរណាសំណល់ផ្លែពោតនិងម្សៅសំបកឲ្យស្ទតាមសមាមាត្រជាក់លាក់មួយថែមឬឡៃតម្រូវទឹកដើម្បីឲ្យល្បាយបណ្ដុះមានសំណើម65 ទៅ 70% ច្រកល្បាយបណ្ដុះចូលពេញឬកំប៉ុងហើយដាក់ពួកវាលើប៉ាឡេតដែលប្រើឡើងវិញគួរតែកម្ចាត់មេរោគជាមុនសិនហើយជូតកម្ទេចកម្ទីនៅលើដបដែលពេញដោយល្បាយបណ្ដុះចេញយកឬកំប៉ុងដែលច្រកពេញហើយទៅបន្ទប់រងាប់មេរោគដើម្បីកម្ចាត់ធាតុកខ្វក់ដោយប្រើសីតុណ្ហភាពខ្ពស់បញ្ចុះកម្ដៅដំបូងដល់ដបឬកំប៉ុងឲ្យដល់ប្រហែល75 អង្សាសេបន្ទាបមកបញ្ចុះកម្ដៅពួកវាថែមទៀតឲ្យចុះដល់ប្រមាណ17 អង្សាសេក្នុងអំឡុងពេលបញ្ចុះកម្ដៅល្បាយបណ្ដុះចាប់យកខ្យល់ច្រើនដូច្នេះចូលសម្អាតនិងកម្ចាត់មេរោគបន្ទប់បញ្ចុះកម្ដៅឲ្យហ្មត់ចត់ការដាក់មេផ្សិតគឺជាជំហានដ៏សំខាន់និងជាទូទៅត្រូវបានធ្វើឡើងដោយឧបករណ៍ដាក់មេផ្សិតស្វ័យប្រវត្តិពេលប្រើឧបករណ៍ដាក់មេផ្សិតស្វ័យប្រវត្តិចូលរក្សាភាពស្អាតឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការការឆ្លងធាតុកខ្វក់ពីស្បកខាងក្រៅបង្កើតលក្ខខណ្ឌបណ្ដុះត្រឹមត្រូវដើម្បីឲ្យសរសៃផ្សិតដុះដាលស្មើគ្នាដោយសារការស្រូបនិងបញ្ចេញខ្យល់កើនឡើងនៅចន្លោះ15 ទៅ 28 ថ្ងៃក្រោយពេលដាក់មេផ្សិតចូលធានាឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់បន្ទាប់ពីបណ្ដុះរួចជ្រើសរើសនិងយកឬកំប៉ុងដែលបានឆ្លងសឹកឬផ្សិតចង្រៃចេញស្នាមប្រឡាក់ស្លកពណ៌ការផុសឡើងដូចសម្លេងពីលើផ្ទៃក្លិនជូរឬលួយនិងដង្កូវឬសត្វល្អិតគួរតែបោះបង់ចោលទាំងអស់បន្ទាប់មកកោសផ្នែកខាងលើនៃល្បាយបណ្ដុះចេញក្រឡាប់ឬកំប៉ុងចុះក្រោមហើយយកពួកវាទៅបន្ទប់ដាំធ្វើការដកចេញខ្លះក្នុងពេល3 ទៅ 5 ថ្ងៃបន្ទាប់ពីផ្សិតចាប់ផ្ដើមដុះរក្សាទុកតែកូនផ្សិតសុខភាពល្អនិងរូបរាងល្អហើយក្រៅពីនេះដកចេញឡៃតម្រូវបរិស្ថានឲ្យសមស្របនឹងដំណាក់កាលលូតលាស់នីមួយធ្វើឲ្យប្រាកដថាពន្លឺចូលយ៉ាងស្រទន់ជៀសវាងការត្រូវពន្លឺថ្ងៃដោយផ្ទាល់ដោយសារកម្រិតកាបូនឌីអុកស៊ីតខ្ពស់ធ្វើឲ្យដើមផ្សិតស្គមនិងទ្រវែងការពង្រឹងគុណភាពដូច្នេះចូលបញ្ចេញបញ្ចូលខ្យល់10 នាទីរៀងរាល់ 2 ម៉ោងម្ដងប្រមូលផលផ្សិតផ្លូវមាន់មុនពេលមួកផ្សិតរីកនៅពេលមានទំហំសមស្របជាធម្មតាមួកទំហំ5 ទៅ 7 សង់ទីម៉ែត្រជាមួយដើមយឺតគឺប្រសើរបំផុតកាន់ផ្សិតថ្មរុញវាទៅមុខរួចពុតវាមកវិញដើម្បីផ្ដាច់វាចេញពីគល់ចូលប្រយ័ត្នកុំកាត់គល់ដោយប្រើកាំបិតដើម្បីបង្ការការឆ្លងធាតុកខ្វក់ចូលដាក់ពួកវាទល់មុខគ្នានៅក្នុងប្រអប់ដែលមានខ្យល់ចេញចូលល្អទុកផ្នែកគល់ឲ្យនៅសល់បន្តិចហើយដកផ្សិតចេញដោយប្រើដៃដើម្បីរក្សាសំណើមនិងភាពស្រស់បោះចោលផ្សិតណាដែលខូចស្លកពណ៌ឬមានមុខរីកធំពេកបន្ទាប់ពីប្រមូលផលហើយចូលសម្អាតនិងរងាប់មេរោគឬកំប៉ុងជាបន្ទាន់សម្រាប់ប្រើឡើងវិញនេះជាការណែនាំអំពីការអនុវត្តការដាំដុះដំណាំជាក់លាក់សម្រាប់កម្មករកសិកម្មសូមអរគុណ